សូមជូនរឿងបុរសដណ្ដឹងប្រពន្ធកាលពីព្រេងនាយមានគ្រួសារមួយគ្រួសារមានកូនស្រីដ៏ស្រស់ស្អាតមួយតែឪពុកម្ដាយរបស់នាងកាចឆ្នាំណាស់មិនមានអ្នកណាហ៊ានចូលទៅស្ដីដណ្ដឹងនាងឡើយតែមិនយូរប៉ុន្មានក៏មានបុរសម្នាក់ដែលធ្វើដំណើរពីចម្ងាយចូលទៅស្ដីដណ្ដឹងកូនរបស់ពូសុកកាលដែលបានឃើញគេមកស្ដីដណ្ដឹងកូនស្រីរបស់ខ្លួនហើយក៏មិនបានប្រកែកអ្វីដែរអូអ្នកកំឡោះអ្នកចូលមកនេះគឺចង់ស្ដីដណ្ដឹងកូនស្រីរបស់យើងធ្វើជាប្រពន្ធឬមិនអីទេបានអ្នកចូលត្រឹមត្រូវទៅតាមច្បាប់ហើយយើងនឹងលើកឲ្យប៉ុន្តែយើងមានលក្ខខណ្ឌបុរសនោះក្រោយពីដឹងថាពូសុកព្រមលើកកូនស្រីឲ្យក៏មានសេចក្តីរំភើបជាខ្លាំងហើយក៏ព្រមតាមលក្ខខណ្ឌរបស់ពូសុកទៅលោកពូតើលោកពូមានលក្ខខណ្ឌអ្វីឲ្យខ្ញុំធ្វើសូមលោកពូប្រាប់មកខ្ញុំចុះខ្ញុំនឹងធ្វើវាភ្លាមអូក្មួយលក្ខខណ្ឌរបស់ពូនោះងាយទេដោយគ្រាន់តែក្មួយឲ្យពូចាប់ចងត្រាំទឹកចំនួន3យប់3ថ្ងៃហើយក្មួយទ្រាំបានពូនឹងលើកកូនស្រីរបស់ពូឲ្យក្មួយភ្លាមបានពូខ្ញុំយល់ព្រមនឹងលក្ខខណ្ឌរបស់ពូហើយលោកបុរសនោះបានត្រាំទឹក2យប់2ថ្ងៃហើយក៏ឃើញភ្លើងឆេះកំពូលភ្នំក៏លើកដៃឡើងអាំងលេងក្រោយពីពូសុកមកដល់ឃើញច័ន្ទលើកដៃអាំងភ្លើងនៅលើកំពូលភ្នំដូច្នេះក៏មានចិត្តរកលេសមិនលើកកូនស្រីឲ្យហើយក៏បានស្រែកប្រាប់ទៅកាន់បុរសនោះថាណែវើយអ្នកកំឡោះឯងបានធ្វើខុសលក្ខខណ្ឌរបស់យើងហើយដោយហ៊ានលួចអាំងភ្លើងនៅលើកំពូលភ្នំដូច្នេះយើងមិនអាចលើកកូនស្រីរបស់យើងឲ្យឯងបានទេក្រោយពីច័ន្ទឮឪពុកក្មេកនិយាយដូច្នេះហើយក៏មានសេចក្តីផិតភ័យជាខ្លាំងហើយក៏បានបកស្រាយទៅតាមដំណើរថាខ្លួនមិនបានអាំងភ្លើងទេគ្រាន់តែលើកដៃរៀលលេងតែប៉ុណ្ណោះឪពុកក្មេកក៏តបទៅវិញថានៅក្នុងលក្ខខណ្ឌរបស់យើងគ្មានពាក្យថាលេងនឹងសើចទេយើងយកតែទាំងអស់ឯងហើយក៏ដើរចាកចេញទៅច័ន្ទក្រោយពីឮពូសុកនិយាយដូច្នេះហើយក៏ឈរយំតូចចិត្តតែម្នាក់ឯងដោយមិនអស់ចិត្តច័ន្ទក៏ធ្វើដំណើរទៅរកចៅក្រុមមកកាត់ក្តីឲ្យក្រោយពីចៅច័ន្ទបានធ្វើដំណើរមកដល់ជួបនឹងចៅក្រុមហើយក៏រៀបរាប់ទៅតាមដំណើររឿងក្រោយពីចៅក្រុមបានស្ដាប់សពគ្រប់ហើយក៏ប្រាប់ទៅកាន់បុរសនោះថាឲ្យបុរសនោះទៅហៅឪពុកម្ដាយខាងស្រីមកជំរុំជម្រះច័ន្ទក្រោយពីទទួលថាចៅក្រុមព្រមជួយកាត់ក្តីខ្លួនហើយក៏ទៅហៅឪពុកម្ដាយខាងស្រីមកធ្វើការជំរុំជម្រះគ្នាឪពុកកូនក្រមុំកាលបើដឹងថាបុរសនោះក៏ហៅខ្លួនមកជួបចៅក្រុមហើយក៏ត្រៀមមាសប្រាក់ជាច្រើនដើម្បីយកមកសុបប៉ាន់ចៅក្រុមឲ្យកាត់ក្តីយ៉ាងណាឲ្យខ្លួនបានឈ្នះនឹងបុរសនោះហើយមិនលើកកូនស្រីឲ្យបុរសនោះទៀតចំណែកចៅក្រុមវិញកាលបើឃើញមាសប្រាក់គេយកមកសុបប៉ាន់មាសចាំងភ្នែកភ្លេកហើយក៏មានចិត្តលោភលន់នឹងយល់ព្រមធ្វើតាមឪពុកខាងកូនក្រមុំភ្លាមសូមលោកកុំភ័យអីខ្ញុំនឹងកាត់ក្តីឲ្យលោកឈ្នះក្មេងកំឡោះនោះមិនខានសូមលោកទៅផ្ទះវិញដេកឲ្យបានស្ងប់ចុះក្រោយពីពូសុកបានស្ដាប់ឮថាចៅក្រុមកាត់ក្តីឲ្យខ្លួនឈ្នះដូច្នេះហើយក៏មានចិត្តរំភើបហើយក៏លាចៅក្រុមត្រឡប់ទៅផ្ទះវិញមិនយូរប៉ុន្មានរយៈពេល3ថ្ងៃបានកន្លងផុតទៅហើយក៏ដល់ថ្ងៃដែលត្រូវជំរុំជម្រះក្តីចំណែកចៅក្រុមដោយហេតុតែទទួលយកសំណូកពីចុងក្តីក៏កាត់សេចក្តីថាចៅឯងចាញ់គេហើយមិនត្រូវបានកូនគេទេបើដូច្នេះចៅឯងត្រូវតែទៅរៀបបាយទឹកមកឲ្យយើងពិសាចំណែកឯចៅនោះវិញកាលបើឮចៅក្រុមកាត់សេចក្តីថាខ្លួនមិនត្រូវបានគេឲ្យកូនជាប្រពន្ធទេហើយត្រូវគេប្រើឲ្យទៅរៀបបាយទឹកមកឲ្យគេបរិភោគទៀតក៏តូចចិត្តណាស់ដើរបណ្ដើរយំបណ្ដើរ
ក៏ដើរទៅប្រទះនឹងសុភាទន្សាយហើយសុភាទន្សាយក៏សួរថាតើហេតុដូចម្ដេចបានជាបងដើរយំដូច្នេះតើបងអាចប្រាប់ខ្ញុំបានដែរឬទេបុរសនោះក៏ប្រាប់តាមដំណើររឿងគ្រប់សពប្រការទៅកាន់សុភាទន្សាយក្រោយពីសុភាទន្សាយបានដឹងគ្រប់សពរឿងហើយក៏សួរទៅកាន់បុរសនោះថាតើគេឲ្យបងទៅណាបុរសនោះក៏រៀបរាប់ប្រាប់ទៅកាន់សុភាទន្សាយថាឥឡូវនេះគេកំពុងតែប្រើខ្ញុំឲ្យទៅរៀបបាយទឹកមកឲ្យគេបរិភោគសុភាទន្សាយថាបងឯងទៅរៀបរួចមកយកអញទៅផងចាំអញទៅជួយជំរុំជម្រះក្តីឲ្យដឹងតែឈ្នះហើយបើបងឯងរៀបបាយមកស្លកុំដាក់អំបិលប្រហុកដាក់ក្បែរខាងនោះឆ្នាំងស្លតែត្រីនិងបន្លែបានហើយបុរសនោះឮសុភាទន្សាយនិយាយអួតដូច្នេះក៏អន់ណាស់ខំទៅរៀបបាយទឹកដូចបង្គាប់សុភាទន្សាយហើយក៏យកឲ្យទៅចៅក្រមបរិភោគគ្រាន់តែបុរសទាំងពីរទៅដល់ភ្លាមចៅក្រមក្រឡេកឃើញសុភាទន្សាយក៏សួរថាបងទន្សាយតើបងមករកអ្វីដែរចំណែកបងសុភាទន្សាយក៏ឆ្លើយវិញថាខ្ញុំមកនេះដើម្បីជួយជំរុំជម្រះក្តីលោកចៅក្រមក៏ឆ្លើយឡើងថាចាំពិសាបាយសិនឯចៅក្រមដល់បានបរិភោគបាយនិងសម្លរួចទៅក៏និយាយឡើងថាស្លអីក៏សាប់ម្លេះចំណែកសុភាទន្សាយវិញកាលបើឮចៅក្រមនិយាយដូច្នេះហើយក៏ឆ្លើយឡើងថាភ្លើងឆេះនៅលើកំពូលភ្នំថាក្តៅដល់ចុះម្ដេចបានជាប្រហុកអំបិលដាក់ក្បែរនោះមិនបានជាប្រៃមិនដល់លុះឮសុភាទន្សាយនិយាយដូច្នេះហើយចៅក្រមទួលប្រាជ្ញាទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះទៅហើយឲ្យឪពុកកូនក្រមុំព្រមលើកកូនស្រីឲ្យបុរសនោះផងដែរចាប់តាំងពីពេលនោះមកបុរសនោះរស់នៅជាមួយនឹងកូនក្រមុំរបស់ពូសុងយ៉ាងមានសុភមង្គលអត្ថន័យអប់រំនៅក្នុងរឿងមានន័យថាចេះឯងឲ្យក្រែងចេះគេចេះឯងមួយចង្អេរចេះគេមួយល្អី